สูตรได้บางโอนថ្ងៃនេះគឺខ្ញុំមានមើមខ្ទឹមមានការ៉ុតមានត្រសក់សុកនេះធំហើយនឹងឆៃថាវដែលខ្ញុំកាត់ស្លោមកកណាត់ម្សៅមកកណាត់គឺថ្ងៃនេះខ្ញុំធ្វើជ្រក់បងប្អូនជ្រក់ឆៃថាវជាមួយត្រសក់នេះជ្រក់យើងទៅធ្វើញ៉ាំជាមួយបាយសូបប៉ុន្តែនេះខ្ញុំធ្វើជ្រក់នេះគឺខ្ញុំញ៉ាំជាមួយនឹងសាច់មាន់អាំងឥឡូវនេះខ្ញុំចាប់ដើមចាក់ឆៃថាវសិនព្រោះឆៃថាវហ្នឹងមកមើមវាធំអញ្ចឹងខ្ញុំកាត់មកកណាត់ទៅដើម្បីស្លចឹងឲ្យសល់មកកណាត់ខ្ញុំយកមកធ្វើជ្រក់ហើយបើសិនជាតាមក្បួនផនម៉ាជ្រក់ឆៃថាវចេះម៉ាគាត់អត់ច្បាច់ពូតយកទឹកទេណាបងប្អូនព្រោះបើសិនយើងច្បាច់ពូតយកទឹកទៀតវានឹងទូអីទូហើយវាអត់ឆ្ងាញ់ទេវាជាប់បងប្អូននេះអានេះគឺខ្ញុំបានកាត់កាលខ្ញុំស្លកាលថ្ងៃអាទិត្យខ្ញុំសំមកកណាត់នឹងឥឡូវខ្ញុំយកធ្វើជ្រក់ការ៉ុតដាក់មួយមើមlạiទៅបងប្អូនចង់បានការ៉ុតមួយមើមពីរមើមតាមចំណងចំណូលចិត្តបងប្អូនអញ្ចឹងណាហើយយើងជ្រក់ជាមួយនឹងទឹកខ្មេះមានទឹកខ្មេះមានអំបិលហើយនឹងស្ករតែបើសិនជាបងប្អូនលាយជាមួយល្ហុងទៀតបងប្អូនតើយកល្ហុងហ្នឹងទៅច្បាច់ជាមួយនឹងអំបិលបងប្អូនបានព្រោះអីល្ហុងនេះសាច់វាហឹងនៅស្រុកខ្មែរប្រហែលជាល្ហុងគេច្បាច់ជាមួយអំបិលដែរដើម្បីកុំឲ្យវារឹងពេកហើយនេះទៅសក់ខ្ញុំដាក់មកកណាត់ទៅសក់គេសើហុំថងទៀតកាលខ្ញុំមកដបងម្ដាយខ្ញុំឲ្យរកទៅសក់គាត់ប្រាប់ថាទៅយកទៅសក់2ផ្លែមកហើយខ្ញុំដើរកាត់កន្លែងគេលក់ទៅសក់ហ្នឹងកន្លែងគេដាក់មកជួលទៅសក់អីហ្នឹងខ្ញុំរកទៅសក់អត់ឃើញទេបងប្អូនហើយខ្ញុំឃើញទៅសក់នឹងដបងខ្ញុំស្មានតែផ្លែននងចុះទំហំវាក៏ប៉ុនផ្លែននងយើងផ្លែននងមូលយើងមិនមែនននងជ្រុងទេខ្ញុំនឹងស្មានតែផ្លែននងហើយទៅសក់នេះយើងគ្រាន់តែចិត្តវាចេញខ្លះទៅសបអស់ប៉ុណ្្នឹងទៅហើយខ្ទឹមបងប្អូនអើយវាចាស់ហើយវាដុះមកនេះខ្ទឹមស្រុកនេះនិយាយវាថាដាក់មិនស្រួលទេដុះប្លោកមកហ្មងហើយសួរថាដុះប្លោកចឹងយើងញ៉ាំបានអត់ញ៉ាំបានបងប្អូនញ៉ាំបានដូចគ្នាអត់អីទេគាត់ថាវាចាស់ហើយខ្ញុំដាក់នៅក្នុងទូជាមួយនឹងទូអំបិលប៊ីចេងអីចឹងហ៎លេងវាដុះប្លោកមកយើងក៏ញ៉ាំបានដែរអត់អីទេបងប្អូនអាហ្នឹងហ៎តែហ្នឹងបងប្អូនចង់ដំវាតប៉ែតដាក់ទៅទាំងតប៉ែតទាំងមូលធំចឹងក៏បានឬក៏បងប្អូនចង់ហាន់វាជាប្រទេសស្ដើងក៏បានដែរអាស្រ័យលើចំណងចំណូលចិត្តបងប្អូនណាហើយបើសិនជាបងប្អូនដាក់ខ្ទឹមនឹងច្រើនពេកក៏វាមិនសូវជាឆ្ងាញ់ដែរបងប្អូនគ្រាន់យើងថាដាក់ឲ្យយករៀងក្លិនឈ្ងុយខ្ទឹមចឹងណាបងប្អូនខ្ញុំដាក់4កាពឹសចឹងចាំពេលខ្ញុំធ្វើបន្លែលាងឲ្យស្អាតអស់ចាំខ្ញុំតវីដេអូជូនបងប្អូនឆៃថាវបងប្អូនឈូសវាអញ្ចេះសិនទៅចាំយើងកាត់វាយកប្រទេសបងប្អូនឆៃថាវហើយនេះគឺយើងអាចយកធ្វើញ៉ាំបានដែរយើងកុំចោលវាហើយការ៉ុតគឺខ្ញុំឈូសអញ្ចឹងខ្លះដែរចាំយើងកាត់វាជាប្រទេសកង់ទៅដាក់ធ្វើជ្រក់នឹងធ្វើអញ្ចឹងតែឆៃថាវហើយនឹងការ៉ុតទេនេះការ៉ុតខ្ញុំចាត់វាប្រទេសប៉ុណ្ណឹងបងប្អូនកង់ប៉ុណ្ណឹងមកប៉ុណ្ណឹងបងប្អូនឆៃថាវកុំក្រាបពេកកុំស្ដើងពេកមកល្មមបងប្អូននៅបើស្ដើងពេកក៏វាទុំ
chặt tuần hay bia mình sao chỉ sủi đã bây giờ hiện do con làm ổn tới bây giờ nhằm tới hiện nơi sủi chọc trắng nó mong ổn đặt sọ u biết con tới trong bật te trồng vào mũ các bạn từ với các bạn này xài được bong ổn á nhóm vô che bong ổn សម្រាប់មើលខ្ទឹមគឺខ្ញុំអត់ចិត្តប្រទះទេណាបងប្អូនគឺខ្ញុំបុកតែម្ដងហើយសម្រាប់ក្បាលខ្ទឹមដែលខ្មៅហ្នឹងយើងចិត្តវាបោះចោលទៅហើយចំពោះការបុកមើមខ្ទឹមនេះដែរកុំឲ្យបែកម៉ត់តែម្ដងអត់ទេណាបងប្អូនគ្រាន់ថាឲ្យវាបែករៀងតប៉ែតទៅដើម្បីយើងដាក់យកចូលទៅច្បល់ជាមួយនឹងជ្រក់ឆៃថាវទៅសក់ក្រុតរបស់យើងណាបងប្អូនហើយនេះខ្ញុំនឹងបុកខ្ទឹម ទឹមដែលមាន4ពឹសមិញណាបងប្អូននេះបុកយកទៅប៉ុណ្ណេះទៅបានហើយចង់មកថែមតិចទៀតក៏បានដែរបងប្អូនឥឡូវនេះជ្រក់របស់ខ្ញុំគឺថាបានរួចរាល់បងប្អូនណាយើងមានដាក់អំបិលបន្តិចស្ករហើយនឹងទឹកខ្មេះគឺមានតែប៉ុណ្្នឹងទេប្រៃផ្អែមជូរគឺតាមចំណង់ចំណូលចិត្តបងប្អូនណាបងប្អូនណាប៉ុន្តែគាត់ថាខ្ញុំច្បល់គ្រឿងហើយអស់ហើយ គាត់ថាអត់ញ៉ាំបានចាំតល្ងាចបងប្អូនមិនញ៉ាំបានឲ្យវាចូលសពគ្រឿងហើយដើម្បីអីឲ្យខាត់ណាហ្នឹងវាទុនផងខាត់ណាអាចជាថាបងប្អូនឲ្យឆៃថាវជាប់មកប្រូក្លីខាត់ណាខៀវតែពេលនិយាយឆៃថាវទៅចេញខាត់ណាបងប្អូនអើយចឹងគឺថាតែប៉ុណ្្នឹងទេហើយសម្រាប់ជ្រក់នេះបងប្អូនយកញ៉ាំជាមួយមាន់អាំងក៏ឆ្ងាញ់ដែរញ៉ាំជាមួយសាច់មាន់អាំង ញ៉ាំជាមួយសាច់ប្រឡាក់សាច់ជ្រូកអាំងអីហ្នឹងណាគឺថាឆ្ងាញ់ជូរប្រៃផ្អែមតាមចំណង់ចំណូលចិត្តបងប្អូនណាខ្ញុំអត់បានកំណត់ថាអូអំបិលប្រមាណស្ករប្រមាណទេអាស្រ័យលើបន្លែដែលបងប្អូនបានដាក់ហ្នឹងហើយបងប្អូនភ្លក់ទៅប្រៃជូរផ្អែមអីហ្នឹងតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងជ្រក់របស់ខ្ញុំគឺថាបានរួចរាល់ហើយ អរគុណច្រើនបងប្អូន